và chỉ nghiệp xua nên trong dây thòng plastic là cái bông bờ nữa bông bờ thòng plastic tràn kèo chùa nữa với chùm mùi sầm lò đầu rồi mà hộp đầu nữa ta ai co cho cái và hai địch bên cái ấy nhé bên cái xuôi chẳng hỏi đây xong lời thì nhé thà hạt ấy ban chỉ cho được thòng plastic rồi chúng tôi cùng đảo ai mình cột nặng và chẳng dư tự đằng thá thòng plastic khá miền xa thiết kỳ mì nhé chịp chanh bên bạc cầm đảo khăn và hai chanh ấy khá náคือchanh chít cái hai chít kỳ mì nó cứ BPA nó mò bên viết là biphenol A nè hai thì phí cứ bị chanh chít kỳ mì mua tha phtalates nè phtalates hai thì bây chanh styren nè styren đại miền đâu nông plasticประเภท PA nó gây dùng đại từ lưỡi kẹo cà phê rồi có cà tiêu nè rồi có tràn bỏ sò nữa và hai xa thiệt tiếng ní chỉ xa thiệtประเภท cái hai thằng endocrine disruptors nữa hai vì mình đã lại cợt hạ rịch rồi có về thừa ói miền ca bầm rai bầm ruột từ lưỡi một bọn ọc môn được bên để trôi từ nông riêng cài rồi bỏ dương không dạ bế du nữa và hai mình miền dạ bế thê thà mà khai rồi mà năm ấy nữa bà thà dương phở du trôi tới như chia là một con tìm đòn ở cận hà rịch nữa và hai đi pay vào viên nó cứ sài từ lướiประเภท plastic ទី1ประเภท plastic ទី2វាអាស្រ័យទៅលើសីតុណ្ហភាពរបស់ម្ហូបហើយថាក្តៅខ្លាំងណាឬក៏ឆ្អិនខ្លាំងអីចឹងណាបាទហើយទី3តកតនៅចំណាស់ឬក៏ប្រេះណារបស់ plastic ហ្នឹងណាថង់ plastic ហ្នឹងដែលវាប្រើទៅវាយូរហើយnóវាខូចគុណភាពអញ្ចឹងហើយទី4ប្រើច្រើនដងអ្នកខ្លះប្រើឲ្យប្រើទៀតលៀងអញ្ចឹងណាបាទខ្លះប្រើម្ដងបោះចោលបាទហ្នឹងគ្រោះថ្នាក់ជាងគេបោះចោលអាថង់ស្ដើងណាហ្នឹងធំក្លិនអាហ្នឹងគ្រោះថ្នាក់ហើយការប្រើ microwave ណាជាមួយនឹងជ័រដែលយើងដាក់កម្ដៅហ្នឹងអាហ្នឹងក៏គ្រោះថ្នាក់ដែរបាទសារផលប៉ះពាល់សារជាតិជ័រហើយបើអ្នកដាក់មកហូបកម្ដៅអញ្ចឹងកម្ដៅគឺថាយើងដាក់កម្ដៅចាប់ពី70ទៅ100អង្សាសេបាទអញ្ចឹងកម្ដៅប៉ុណ្ណឹងដែលបង្កឲ្យគ្រោះថ្នាក់ណាចាប់ពី70ឡើងទៅហើយថង់ plastic ប្រភេទធម្មតាហ្នឹងគឺគេហៅថា PP ឬក៏ PE អាហ្នឹងអត់មានផ្លាកសញ្ញាទេណាអត់មានផ្លាកសញ្ញាគេដាក់ FDA food grade អីអត់មានទេហើយចានកៅស៊ូណាចានកៅស៊ូប្រភេទ styrofoam ឬក៏ foam box ណាហើយសារធាតុគីមីដែលឆាប់ជ្រាបចូលមហូបប្រហែលនាទីឯណាបាទប្រហែលនាទីហ្នឹងពេលទៅដល់ប្រហែលនាទីទៅដល់ច្រើនដល់ម៉ោងណាបើថាពេលចូលហ្នឹងមិនចាំបាច់រងចាំឆ្នាំទេណាបើន័យថាឲ្យតែចូលហើយគឺវានឹងបង្កឲ្យកើតមហារីកយើងពីតិចម្ដងទៅហើយណាអត់មានថាប្រហែលឆ្នាំទេណាបាទអញ្ចឹងសង្ខេបមកវិញគេថាប្រភេទplastic ហ្នឹងគឺមានលេខកូដរបស់គេណាមានលេខកូដរបស់គេដើម្បីកូដសុវត្ថិភាពសម្រាប់ក្តៅឬក៏ហានិភ័យអញ្ចឹង PET 1មិនសម្រាប់ក្តៅឬ microwave ទេឲ្យឬក៏ច្រេះបញ្ចេញអង្គទីម៉ូនីហើយនឹង BPA ណាប្រភេទទី1ហ្នឹងតប្រភេទទី2គឺ HDPE 2អាហ្នឹងត្រឹមតែតេស្តតិចតួចទេណាកុំប្រើពេលក្តៅខ្លាំងបាទហើយទី3គឺប្រភេទ PVC 3ណាអាហ្នឹងគ្រោះថ្នាក់
គ្រោះថ្នាក់ខ្លាំងណានេះអាទី3នេះចាអាទី3នេះគ្រោះថ្នាក់ខ្លាំងគឺវាបញ្ចេញនៅផ្តាឡាធីណាហើយនឹងប្រភេទទី4គឺ LDPE 4ណាអាចប្រើក្តៅតិចឬក្តៅខ្លាំងមិនសូវល្អណាអានោះប្រភេទវាណាតទៅពេលអាទី5គឺ PP5 អានោះល្អសម្រាប់បំផុតសម្រាប់ក្តៅបំពុលតិចតួចណាអញ្ចឹងអាផ្លាស្ទិកហ្នឹងមានលេខរបស់គេណាលេខកូដរបស់គេហើយដល់លេខកូដដែល PS 4 box ហ្នឹងគឺលេខ6ហ្នឹងគឺគ្រោះថ្នាក់ណាដោយសារចឹងអាលេខ3ក៏គ្រោះថ្នាក់លេខដែលគ្រោះថ្នាក់គឺមានលេខ3លេខ6គ្រោះថ្នាក់ដោយសារវាមាន styrene carcinogen ណាអាទី6ហ្នឹងនឹងកុំហារីណាហើយនឹងអាទី7អាទី7ក៏គ្រោះថ្នាក់ខ្លាំងដែរគេថា polycarbonate ពួក polycarbonate ហ្នឹងមាន BPA ហានិភ័យខ្លាំងណាបាទអញ្ចឹងតើបាទបាទអញ្ចឹងសារធាតុផ្លាស្ទិកថង់ផ្លាស្ទិកហ្នឹងគេត្រូវមើលលេខកូដវាណាប៉ុន្តែបើណាអត់លេខកូដហ្នឹងគឺគ្រោះថ្នាក់ណាអញ្ចឹងខាងពួកខាងផ្លាស្ទិកថង់ផ្លាស្ទិកហ្នឹងគេមានលេខកូដរបស់គេលេខណាដែលគ្រោះថ្នាក់លេខណាគ្រោះថ្នាក់ហើយយើងប្រើសម្ងាត់មានដឹងលេខកូដណាហើយណាបើទិញយកផ្សារមកយកប្រើបណ្ដោយអញ្ចឹងកាលណាប្រើទៅវាធ្វើឲ្យមានគ្រោះថ្នាក់បាទទៅការប្រើធម្មតាប្រហែលឆ្នាំដែលបង្កឲ្យមហារីកណាគាត់សួរអញ្ចឹងបាទអញ្ចឹងមហារីកអត់កើតភ្លាមទេវាទៅពេលលាយូរហើយត្រូវការបំពេញសារធាតុគីមីនៅក្នុងខ្លួនយើងរាប់ឆ្នាំណាអញ្ចឹងកាលណាយើងប្រើទៅរាប់ឆ្នាំរហូតដល់10ឆ្នាំណាអាចពីឆ្នាំទៅដល់10ឆ្នាំយ៉ាងយូរណាកើតមហារីកកាលណាប្រើពណ៌ហ្នឹងហើយហានិភ័យហ្នឹងឡើងខ្លាំងជាពិសេសប្រើពួកstyrofoam ណា styrofoam គឺម្ហូបសម្លក្តៅថង់កស៊ូណាដាក់ហ្នឹងណាហើយនឹង microwave ពួកអាណាន់ microwave ដែលមានសេះផ្លាស្ទិកហ្នឹងណាអញ្ចឹងអាហ្នឹងអា styrofoam ហ្នឹងគឺលេខកូដ styrofoam ហ្នឹងលេខកូដមកនេះវិញបាទ styrene លេខកូដមានលេខកូដលេខ3លេខ6ហើយនិងលេខ7ណាអាគ្រោះថ្នាក់ខ្លាំងហ្នឹងលេខ3ហ្នឹងគឺមាន PVC3 PS form box ហើយនឹង polycarbonate អា3ហ្នឹងណាអា3ហ្នឹងបើមានអាហ្នឹងខ្លាំងអាហ្នឹងគ្រោះថ្នាក់ខ្លាំងជាងគេបាទអាហ្នឹងវាមានទាំងអស់7 8ណាមានលើសពី7ទៀតណាគេដាក់ផ្សេងហ្នឹងបើច្រើនជាងហ្នឹងទៀតហើយរបៀបប្រើឲ្យមានសុវត្ថិភាពគឺគេប្រើ PP លេខ5ណា PP លេខ5 PP5 PP5 ហ្នឹងគឺល្អប្រភេទមានស្លាក microwave safe គេដាក់អញ្ចឹងណាបើមានដាក់ថាក្រៃ microwave safe ហ្នឹងល្អណាហើយមិនដាក់ទំនិញក្តៅចូលទេទៅវ៉ាន់ចូលក្នុងណាគឺអាពួក PS ហ្នឹងហើយណាឬថង់ពណ៌សឬថង់ស្ពាន់គេឲ្យដាក់ជាស្ពាន់ណាធ្វើជាស្ពាន់ឬជាអីចឹងមកដើម្បីយើងចង់ប្រើហើយមិនឲ្យដាក់ផ្លាស្ទិកទេផ្លាស្ទិករ៉េបវាទេណាក្តៅស្ដើងលើម្ហូបក្តៅយើងឯណាដាក់ទៅវាធ្វើឲ្យប៉ះពាល់សុខភាពដែរហើយប្រើអញ្ចឹងគេឲ្យប្រើជាកំប៉ុងឬជាកំប៉ុងជាចានសាក់ចានអីវិញណាឬប្រើពួកប្រើធុងកញ្ចក់ឬក៏សេរ៉ាមិចឬដែកអ៊ីណុកណាដាក់សម្រាប់ដាក់ម្ហូបក្តៅស្លក្តៅហ្នឹងអញ្ចឹងប្រើចានសាក់ហ្មងណាល្អអត់អីទេហើយបោះឈប់ប្រើណាផ្លាស្ទិកណាដែលមានក្លិនអញ្ចឹងខ្ញុំនិយាយអញ្ចឹងមិនប៉ះពាល់ដល់លក់លេងដាច់អស់ណាហើយយើងក៏ទុកខ្ចប់ស្អីបានណាជ្រក់អីបានតែហាមដាក់សម្លក្តៅណាសម្លក្តៅម្ហូបក្តៅពួកអាថង់ផ្លាស្ទិកអាពិសេសពួកអាយើងបើកមកធុំក្លិនហ្នឹងអាហ្នឹងគ្រោះថ្នាក់ណាហើយវាងាយដាច់លហៃហ្នឹងអាហ្នឹងគ្រោះថ្នាក់ប៉ះពាល់សុខភាពអាចបង្កទៅជំងឺមហារីកណាបាទងន់ងអញ្ចឹងសរុបមកវិញ
បាទមិនបាច់ស្រុបទេណាកុំឲ្យនិយាយឡើងវិញដែរប៉ុណ្ណឹងបានណាបាទសូមអរគុណបាទសូមជម្រាបលា